អ្នកវិភាគសេដ្ឋកិច្ចថៃបានបន្ទោទៅក្រុមអ្នកនយោបាយថៃហេតុអ្វីសុកទៅយកបញ្ហាព្រំដែនចម្ងាយ100ម៉ែត្រមកបង្កើតជាចំនួនជាមួយកម្ពុជាខណៈយើងថៃមានព្រំដែនប្រវែង4863គីឡូម៉ែត្រដែលมันបាន 0.00% នៃប្រវែងសរុបផងនៅពេលនេះប្រទេសរបស់យើងថៃនឹងប៉ះពាល់សេដ្ឋកិច្ចដ៏ខ្លាំងបំផុតមិនធ្លាប់មានក្រុមហ៊ុនថៃអ្នកជំនួញថៃប្រជាពលរដ្ឋថៃបានបាត់បង់ចំណូលហើយយើងដឹងហើយថាកម្ពុជាប្រៀបបានដូចទៅនឹងប្រភពចំណូលធំទី2របស់យើងបន្ទាប់ពីប្រទេសរបស់យើងដែលយើងបានគណនាទំនិញដំណាំទៅកម្ពុជាបានបង្ហាញថាយើងខាតបង់ជាង$24 លានអាមេរិក800លានបាតក្នុងមួយថ្ងៃនិងមិនទាន់គិតអំពីភ្ញៀវទេសចរខ្មែរដែលចូលទៅលេងថៃនិងទៅព្យាបាលជំងឺក្នុងមន្ទីរពេទ្យឯកជនធំៗនៅក្នុងទីក្រុងបាងកកដោយបងប្អូនបានដឹងហើយថានៅតាមព្រំដែនប្រជាជនថៃទៅធ្វើការតាមព្រំដែនច្រើនជាងប្រជាពលរដ្ឋខ្មែរឆ្លងទៅធ្វើការនៅព្រំដែនថៃអ្នកវិលល្ងាចផលិតផលកសិកម្មរបស់ថៃបានជាប់គាំងគ្មានទីផ្សារនាំចេញធ្លាក់ថ្លៃជាងមុន20ដងពិសេសប្រជាពលរដ្ឋថៃនៅព្រំដែនសន្តារគារបានកំពុងបិទទ្វារជាបន្តបន្ទាប់ខណៈនៅក្រុងបាងកកសន្តារគារដែលសម្បូរភ្ញៀវខ្មែរក៏ចាប់ផ្ដើមមានបញ្ហា